มนะไงบ้องสบสบายเราไล่กาเกินเนี่ยปรึกไงเด็กที่รีบไปเชิญไปจุกดูนเคยเชิญนะจะจัดเลี้ยงเอาไอ้หยับเพลงไอ้โหจบสมัยตับเหี่ยวก็โจรวมกอกสบายเมื่อตื่นจ่ายไปทีการตัวเนี่ยเกี่ยวกับยิวปูจะมีสู้ตั้งเอาคะแนนปูบ้านมีสู้ตั้งเอาคะแนนเชื่อบ้านโอ้พี่เอาได้กดไปให้ไปให้กดเอากาที่ช่วยมาเฮ้ยจ้าจะมีสู้ปูต้องสบายจังเลยไอ้มาเชียร์นั่นปูแหละดักเอายงเชียงมาบอลมาจ้าเราสัตยองเราสัตยองจ้าไอ้นี่จ้าเจ้ามาเชียงนั่นแหละจ้าปูจ้าไอ้ปีนั้นปูเมียบซัวเมียบซัวอ่อนสระนองสัตทรยองเอาปลอกมองใครมองไงหายังมาเชียร์น้องสัตทรยองมาจะทำสปรีมาเถอะอ๋อสระนองสัตทรยองเฮ้ยอ๋อจ้าบองจ้าหงนั่งยังมาเชียงให้cái hai ấy mà cái từ du ở tí cái hai mau ở tới nhưng mà chuyện với trăm rôn cả bồn trăm hồn nhâm là chuyện trăm hồn lên cuộn nhau cả krom play po lục pu thôi năng mền bông lục pu yên xịt thôi năng mẹ khoan đi lên khẩn này mẹ play lục pu yên xịt thôi này mẹ nhầm chờ lom rôn anh chăng á anh nhầm mình xua nhầm smart ta mà chả đau ca nó còn hào mau sờ nong sao thì do bà hai món bông mà chạy sạch thì vô nó trục thầm nâng chứ chân stiang với chứ hả nè không bôi mà stiang mà ra lấy nhầm chờ lom rôn cho nhầm lia tôi với nhầm ngay chấm lia lia xua tiết thôi là toàn pê không ấy nào nè chấm riêng nhầm nó o sơ cho nấu hay chấm lia tôi này hồn ngồi nấu hay rôn quạt đẹp lời mà đông nó nhầm xong tao bao na liền làm đi cho sờ vai ngon miền cái chăn chui bà hơi sạch thì vô cho chui bà hơi cái chứ thì vô cho nó bạn ơi ơi thòm mà đa thế thòm mà đa nè phơi chè chè lom cho mày môn có chè lom chăng tay nè cái môn khó chè lom đây đó bà hơi chứ đó bà nhà phải cắt huyệt cái vô cả lại huyệt cắt sọរឿងអស់សំណើចទី1បាទបងហាយឲ្យដល់ក្រុមកំ pl ែងឃើញថាក្នុងពេលនោះជាក់ស្ដែងតើបងស្រីធ្វើយ៉ាងណាបានជាទុកចាទុកសោចបាននឹកឃើញរឿងចង់តសើចអញ្ចេះពេលនឹងខ្ញុំច្រៀងពេលយប់អញ្ចឹងព្រលឹមឡើងត្រូវងើបកាត់សក់អញ្ចឹងដល់ពេលថ្ងៃហ្នឹងរៀងលុកណាបាទសាប់ដឹងខ្លួនឡើងអូយដល់ម៉ោងអញ្ចឹងក៏បញ្ញាប់ទៅដល់ហ្នឹងអត់ទាន់ស្លៀកពាក់ទេបាទទៅដល់រោងបានចងក្បិនចងអីឲ្យអ្នកភ្នូនគេជួយចងណាបាទចាប់ទៅដល់លឺមីក្រូអូនដឹងហើយព្រោះម្ដុំលឺទឹកស្អុយយើងនេះបាទចាដល់ពេលទៅដល់ផ្ទះគេនៅជាន់ទី1បាទចាប់ទៅឡើងទៅចូលកន្លែងអ្នកភ្នួងសិនអត់ទាន់មើលអ្នកភ្លេងទេបាទទៅដល់ចាប់ចងក្បិនចងអីហើយមកដល់អង្គុយពុបទេទៅអត់ឃើញពុធុលយើងស៊ីធុលគាត់ហៅខ្ញុំកាត់សក់មួយគាត់ចាមើលលិចមើលកាត់ដូចមិនមែនអ្នកភ្លេងរាល់ដងឯងគាត់ដូនអ្នកភ្លេងដាច់ចិត្តសួរអង្គុយពូភ្លេងពុធុលមែនពូអ្នកភ្លេងពុធុលមែនគាត់ថាអត់ផងអូពូវិញចប់ហើយខ្ញុំច្រឡំរោងរត់ទៅក៏ពិតរោងហ្នឹងនៅជាប់គ្នាខុសគ្នាមួយផ្លូវចាដល់ពេលហើយអស់សម្ដេចខ្លួនឯងចុះមកឲ្យជន់ទី1គិតមើលទៅឲ្យស្លៀកគាត់លាអីចុះមកដូចទេវតាវែងពេញលូទឹកស្អុយបាទនេះគឺជារឿងអស់សម្ដេចទី1ដែលធ្វើឲ្យបងទុកអត់បានបាទចង់ដឹងថារឿងសម្ដេចទី2គឺជារឿងបែបណាដែលធ្វើឲ្យគាត់មិនអាចទប់សម្ដេចបានដូច្នេះសូមជួបជាមួយនឹងក្រុមកំ pl ែងដូចតទៅម៉ែជូនកូនឯងមកច្រៀងហ្នឹងអរគុណឯម៉ែខ្ញុំកូនបាសម៉ែជូនមកកុំឲ្យខ្ញុំភ័យងាប់ឲ្យច្រៀងចេញទេភ័យអីខ្ញុំខ្លាចគេមិនទេម៉ែខ្លាចអីទេទៅប្រឡូកក្នុងភពកូនហ្នឹងសួរបងចាអីម៉ែនឹងកូនគេចេះជូនមកច្រៀងចាចេះជូនមកព្រោះទៅវិញយប់ហ្នឹងឲ្យបានជាគ្នាអញ្ចឹងហីមិនជូនកូនដើម្បីល្បីទេជូនឲ្យបានជាគ្នាយ៉ាងដែរទៅវិញឲ្យស្ងាត់ខ្លះថាចង់ល្បីយកម៉ែទៅតាមអត់ទេជូនបានជាគ្នាទៅណាមកណាដូចពូចឹងទៅណាប្រពន្ធជូនចឹងតែឥឡូវជាប់ចំជូនគាត់ចាតែអីម៉ែប៉ុណ្ណាតែកែផ
ផងចាំជួបផង đây khổ chắc nghiệp cắt sọ vào đây thì hiệp uống môn chắc Năng ai của chồng lừa ជំនាញថ្ងៃហ្នឹងសុំទោសពូអ្នកជំនាញថ្ងៃហ្នឹងមិនអ្នកដែរ ញ៉ាក់ចម្រៀងហ៎ ចាអត់មានឃើញពីណាឃើញតែខ្ញុំម្នាក់អញ្ចឹង គេសុំច្បាប់អស់ហើយ đâu tập phi ai mũi tê អាភីឯងធ្វើមិនជួយទៅអាភីឯងចេះបត់ច្រើនណា ម៉ែ អើយអីទេចាជ្រៀងទេបត់អីបត់ទេចាំម៉ែដុតប្រូពីក្នុងឲ្យធ្វើអាមាត់មហបទៅ អញ្ចឹងម៉ែ hết chập lắm តែជ្រៀងតែ ចាម៉ែ nhiều cả lớn này ចាជ្រៀងតែធ្វើកាយពិការធ្វើទៅ ចូលទៅឈៀងទៅ ញាក់ទៅ đâu អត់ចេះ ញាក់ទៅ chuyện á ស្រីពេញដីក្រមមកអូយស្លាប់ខ្ញុំហើយមិនពិតព្រមទេពេញក្រមមកនាំឲ្យមានស្នេហ៍តែមិនได้តមនេគេថាស្រីចិត្តនឹងធំ អរគុណអរគុណ ម៉ែកូនគេ chuyện ngay cái tia đai vô mày con nè nè sẽ đạp bắt đừng mày chuyện ao gì ស្មែជូនកូនមកអត់ប្រយោជន៍ទេ sầm ná ngay bàn mày chun máu bà con thì chun máu bạch thế nó ហ្នឹងហើយ លេ này ងអីប្រហែលតែគ្នាឯ hay ង là cứ ហើយ niên ខ្ញុំមិនមែនកបោបធំធំហ្នឹងមិនមែនមកលួចកែវទេចា ê ở con này nè ចាហើយឯងជាងមកចឹងចាខ្ញុំសុំម្ចាស់ដើមការនឹងដាក់ចក្រូចពី3កំ អូយមិនបាច់ចេះអើយអត់ត្រូវទេម៉ែក្រុមគ្រួសារខ្ញុំមានប៉ុណ្ណាហូបប៉ុណ្ណឹងទៅ ហ្នឹង កុំ ហើយ ឃើញម្ដាយខ្ញុំដាក់កាបូបធំធំមកអ្នកខ្លះថាខ្ញុំយកវិញ្ញាណ ហើ ហើយ យអត់ អ ទេ ខ្ញុំផឹកទៅវិជានឹងចក្រូចវាកោះចោលទៅដែរនឹងដាក់ខ្លះទៅ អត់ទេពូខ្ញុំអត់ធ្វើអញ្ចឹងឯងសិល្បៈកុំឲ្យគេមើងងាយមាត់វែងមាត់ឆ្ងាយ ở លើក đây តែ kia អើយចេះទៅបាកាឡា ហើយ ទឹក មាត់ ខ្មៅ មិនពួកអ្នកមាត់អីគេមាត់វែងហ្នឹងរងស៊ីកងកណើ មែនទេពូមែនជ្រៀងដើម្បីទៅថាមកអូយម្ដាយជូនមកខ្លាចកូនខូចខលអីទេព្រោះតែផ្ទះផ្លូវខ្ញុំវាល្ងឹត ចឹងទៅដើរចូលឆ្ងាយ អូយបាក់ណាស់ឲ្យគេតភ្លើងដាក់ដល់ហ្នឹងទៅវាបានភ្លឺដែរ អរគុណឯពូ đây nè đòn màu này đó Nha, nè nha, nè nha, nè nha, nha. nè hai ខំថាអុយមកជួយទៀតណាភី nè ម៉ូតូដប់ចាំក្រាំង Cha mai mai cha. cha chui chỉ យកព្រៀងឯនឹងវាច្បាប់អស់ ចារឿងនេះគឺជារឿងដែលអស់សំណើចមួយទៀតហើយបងស្រីចាអស់សំណើចរបៀបម៉េចទៅបង អស់សំណើចត្រង់ថាពេលច្រៀងធម្មតាច្រៀងនៅក្នុងបារប៉ុន្តែមួយជំនាន់ហ្នឹងអត់ទាន់មានអ្នកចម្រៀងទេ បាទ មិនអត់មានទេគឺតែអត់សូវមានណាអញ្ចឹងក្នុងមួយកន្លែងច្រៀងហ្នឹងគឺខ្ញុំក្មេងជាងគេចាពេលហ្នឹងអាយុទៅ16ឆ្នាំទេ បាទ ប្រឡងជាប់អញ្ចឹងទៅគាត់លោកពូសែមផនណាគាត់ជាមេប្រយោគគាត់ហៅខ្ញុំទៅច្រៀងដល់ពេលច្រៀងហើយស្រាប់តែដំបងច្រៀងមួយបទអញ្ចឹងទៅតបទចៃដន្យអីថ្ងៃហ្នឹងអ្នកចម្រៀងគេសុំច្បាប់ទាំងអស់នៅតែខ្ញុំម្នាក់ឯងទេអ្នកចម្រៀងស្រីណា បាទ ចាដល់ពេលអញ្ចឹងច្រៀងបទទី1ចេះបទទី2ចេះដល់បទទី3ហ៎ បទទី3អត់ចេះ បទទី3អត់ចេះដល់ពេលអត់ចេះមិនដឹងធ្វើម៉េចខ្ញុំអត់ចេះស្រាប់ពូអ្នកភ្លេងថាចេះច្រៀងទៅស្រាប់ម្ដាយខ្ញុំហ្នឹងកាលហ្នឹងប្អូនខ្ញុំនៅទូចគាត់ជូនខ្ញុំទៅច្រៀងហើយគាត់បីប្អូនខ្ញុំទៅដល់ពេលអញ្ចឹងគាត់ថាចេះច្រៀងទៅចេះធ្វើមាត់ទៅឲ្យគាត់អ្នកច្រៀងពីក្រោយ បាទ ចាហើយខ្ញុំចេះធ្វើមាត់ទៅកន្លែងណាខ្លះចេះខ្ញុំច្រៀងទៅកន្លែងណាអត់ចេះខ្ញុំចេះធ្វើមាត់ម្ហមដល់ពេលនេះទៅនឹងឃើញអស់សំណើចហេតុតែចង់បានលុយគេហើយណាមក បាទ ពីទាល់មិនដឹងធ្វើមិនបើឈប់ទៅ ជប់ពាក់កណ្ដាលទីក៏អត់ អ្នក កើត ភ្លេងចេះសម្លឹកថាឯងច្រៀងទៅហើយឲ្យច្រៀងបើអត់ចេះ អត់ចេះបង ចា បាទតែពេលនោះបានម៉ាក់ជួយ ចាបានគាត់ជួយពីក្រោយ អូ ចា បាទអូនស្រីជួយដល់ពេលចុះរួចទុកមកគ្រា ចាព្រោះអីសលេងខ្ញុំមិននឹងគាត់ហ្នឹងដូចថា ប្រ ប្រ ហែ ហែ ល លគ្នាដែរ បាទ ចាប៉ុន្តែខ្ញុំរៀងសំលេងខ្ចីជាងគាត់សំលេងរៀង បាទ មុនជាងខ្ញុំអញ្ចឹងណា បាទ ចាការពិតសំលេងគាត់ហើយខ្ញុំហ្នឹងមិនខុសគ្នាប្រហែលទេ បាទ ចា ចាគួរឲ្យអស់សំណើចម្យ៉ាងដែរ ចាដូច្នេះនៅក្នុងពេលនេះចង់ដឹងថារឿងអស់សំណើចទី3របស់បងស្រីគឺជារឿងអ្វីសូមអញ្ជើញទស្សនា អូយមក ពូជំរាបសួរមកសេរីភ្លេងតាំងពីល្ងាចហ្មងពូ ហ្នឹងហើយ ៀប សេ សួ រី រ អត់ ពូ ជ្រៀងអភ័យ ចាពូចា ហើយជើងអ្នកជ្រៀងប្រមាណអ្នកហ្នឹងណា ចា គាត់សុំប្រាប់ទេ មិនទៅពូ ដុំនេះមិនបានទេកាត់ណា ចា ហ្នឹងហើយជាងប្រយ័ត្នប្រយែង វាយ ផង គេថា
តាមមកជ្រៀងមិនសូវបាក់ហ្មានទេដូចមានអកកេះពូអញ្ចឹងណាហើយបើធុងបាសវាយគ្នាអាក្រក់អញ្ចឹងយើងទៅអូទៅលេងបាត់កំមុំទាំង3ហ្នឹងហើយយើងក្រមុំទាំង3ចូលទៅខ្ញុំក៏ក្រមុំខ្ញុំក៏ក្រមុំខ្ញុំchuyện tới nào mà với hay thay bàn rốt em riêng nhà chuyện rồi ê mấy cô rốt chẳng men tê men của bay men ấy tê giòn à phần luốt hứt thôi mà ơi quả bay anh đi sao kia nó pu phần cả dục thôi không tập phải nhằm cái phi mình cả lon đi cái cả lon kia đi đó ui là bột bay chơi ngày bon cho bạc nhom phay phay nè lư pu mày sơ có bạt ha nơi nâng kê vay kia ra hai dòng span kia từ lẹ hoa bay bơi trong cao mưa mà mưa nè chuyện nó chạy đón nó chủ tư ôi bay giờ cái nào đó nè tập pu nhầm xâm liên sân này đó màu là bà rом này pu tới pu thì biết đi pu nhầm tới ấy ơi hãy chọn đôi ót cái anh pro đào nó hãy trong mà mưa kiểu hoa mình lẹ lúc đang khơi đó cho chịu lần tới xeរឿងទី3នេះគឺរឹតតែធ្វើឲ្យអស់សំណើចធ្វើឲ្យគាត់ទុកមិនបានមែនបាទចុះជាក់ស្ដែងការពិតវិញបងជួយបកស្រាយបន្ថែមផងចាការពិតទៅនាងខ្ញុំខ្លាចណារឿងក្របកភ្លើងក្របអីហ្នឹងចាខ្លាចមែនតែនគុំថាឡើយមិនខ្លាចឲ្យខ្ញុំទៅប៉ះគ្រាន់ខ្ញុំឃើញពីចង្ងាយក៏ខ្ញុំអត់ដែរអ្នកអង្គុយចិត្តខ្ញុំហ៊ានតែកាន់កភ្លើងកាន់ក្របអីខ្ញុំអត់ទេខ្ញុំអត់លេងចុះព្រោះវាអត់មានថាដឹងម្ចាស់មិនម្ចាស់អីណាឆ្កែនៅដឹងម្ចាស់បាទប៉ុន្តែក្របភ្លើងហ្នឹងអត់មានដឹងម្ចាស់ទេដល់ពេលពងជ្រៀងហើយស្រុកហ្នឹងនេះកន្លែងវត្តស្លែងយើងកន្លែងសាច់ក្រកនេះកន្លែងគេហៅពងទឹកហ្នឹងណាបាទជាងនៅក្រមភ្លេងពុះចក់ពូម៉ៅណាខ្ញុំទៅច្រៀងហើយពូម៉ៅគាត់មានធំពោះគាត់អ្នកបើកមិចសើហើយកាលហ្នឹងអត់មានឡានដឹកភ្លេងណាដឹកលម៉កគាត់អង្គុយសេរីមេក្រូអង្គុយអីចឹងកន្លែងមិចសើហ្នឹងណាគាត់អោនអញ្ចឹងសាក់គេរំលេងសឹបរំទៅអ្នករំហ្នឹងគេធ្លាក់ពិលលេងសឹកគេស្មានក្របបែកហុយក្របបែកគេទៅក្របបែកញោមគាត់លើក្របបែកមិនខ្លាចងាប់មិនរត់កាលហ្នឹងឆាកហ្នឹងគេធ្វើក្រែយើងអង្គុយលេងហ្នឹងណាគេយកមកផ្គុំគ្នាចឹងទៅបានជាឆាកចាឲ្យពោះដែរហើយគាត់អង្គុយគាត់ពោះគាត់អង្គុយទៅខ្លួនគាត់ហ្នឹងដឹងថាពាក់កដាលក្រែហ្នឹងណាហើយគាត់ធំពោះសាច់ខ្ញុំមានណាគាត់នៅលើចឹងខ្ញុំឡោតចាកាលហ្នឹងនៅក្មេងអត់តនៅស្លៀកកៅអៅអញ្ចឹងឯងនឹងខ្ញុំនៅស្លៀករបៀបសម័យបាទយូរវ័យគ្មានទេខ្ញុំរត់កន្លងក្បាលគាត់គ្មានដឹងថាចាស់ទុំអីទេទៅមិនរួចខ្លួនមកគ្រាគាត់ថាហីស្អីលហើយក្បាលអីស្អីលហើយក្បាលអីមកវារត់កន្លងក្បាលវាចេះរត់ផុតតែខ្ញុំអោតខ្ញុំមិនចេះកន្លងក្បាលគាត់ផុតមកគាត់កំពស់ណាស់ណីតែគ្មានទេខ្ញុំខ្លាចរត់ទៅដល់ពេលដកនេះផ្អើលពេញវងហ្នឹងចុះឡើងទៅសាក្របបែកអាលបលយកអីពិលសោះហ្នឹងចាដល់គ្នាជេរត់លំបាល់ពេញវងបាទទីហោជាស្ដាយពេលហ្នឹងគាត់បែកមែនទេបងស្រីក៏ត្រូវរួចខ្លួនដែរថាកន្លងគាត់ផុតប៉ុណ្ណេះហើយប្រហែលជាអាចមែនទេបាទចាហត់លឿនបាទចាអរគុណបាទរឿងកំ pl ែងដែលបានបង្ហាញហើយក៏ដូចជាការបកស្រាយអំពីបងស្រីបន្ថែមទៀតនោះគឺទាំងអស់នេះជាប្រាថ្នាដើម្បីដាក់ដល់ដូនតារាទាំង3ដួងហើយទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាជាមួយនឹងកម្មវិធីយើងខ្ញុំនោះសូមចូលរួមជ្រើសរើសទាំងអស់គ្នារឿងមួយណាដែលធ្វើឲ្យគាត់ទុកសំណោចមិនបានបាទដូច្នេះនៅក្នុងពេលនេះដូនតារាទាំង3ដួងសូមផ្ដល់សិទ្ធិអធិភាពដល់ដូនតារាទី1មុនគេក្នុងការជ្រើសរើសបាទសូមជើញបាទខ្ញុំជ្រើសរើសយកចម្លើយទី2បាទអញ្ចឹងបងបានយករឿងទី2បាទដោយសារតែខ្ញុំជ្រើសរើសយកចម្លើយទី2ដោយសារតែគាត់គាត់ចាប់អារម្មណ៍ដឹងថាគាត់បានម្ដាយទៅជួយឈរបោះប្រូឲ្យនៅកន្លែងគាត់ច្រៀងហ្នឹងហើយមើលទៅប្រហែលជាអ្នកម្ដាយរបស់គាត់ប្រហែលជាច្រៀងប្រូដូចគាត់ដែរបានគាត់ចេះប្រូច្រើន
បាទ ចាអរគុណបងប្រុសសម្រាប់ការជ្រើសរើសចុះដួងតារាទី2ទូទាយទៅមើលថាតើរឿងមួយណាដែលធ្វើឲ្យតារាកិត្តិយសអស់សំណាច់ខ្លាំងជាងគេចាសូមអញ្ជើញ បាទសម្រាប់ខ្ញុំបាទខ្ញុំជ្រើសរើសយកចម្លើយទី1បាទព្រោះថាគាត់មើលចំណាប់អារម្មណ៍របស់ខ្ញុំវិញឃើញថាគាត់ចូលទៅដូចថាឃើញរោងហ្នឹងហើយចូលទៅយើងគិតថារោងហ្នឹងប៉ុន្តែចូលទៅតែបាយខុសរោងវិញមានអារម្មណ៍ថាស្រឡាំងកាំងអញ្ចឹងហ្មងដល់ពេលហើយក៏ត្រូវតែរត់ភាសាទៀតអញ្ចឹងបាទខ្ញុំមានអារម្មណ៍ថាអញ្ចឹងបាទ បាទសូមអរគុណចុះដូនតារាទី3ជ្រើសរើសទៅមើលតើ3រឿងនេះតើជារឿងមួយណាបាទសូមជើញ បាទចំពោះខ្ញុំគឺចាប់អារម្មណ៍ទៅនឹងចម្លើយទី3បាទនៅរឿងកំ pl ែងទី3ព្រោះអីអញ្ចេះទេទោះជាខ្ញុំទៅច្រៀងក៏ដូចតែគាត់ដែរបាទដូចនៅក្នុងសភីដែរតែមានហេតុការអីនេះគឺថាប្រូចមុនហើយហើយសុយមិនធំនេះមិនយើងអ្នកចម្រៀងយើងអ្នកចម្រៀងនេះតែគ្នាអ្នកហ្គីតាអ្នកអីខំដោះហ្គីតាដែរមកតែយើងបានមុនអញ្ចឹងខ្ញុំគិតថាអានឹងជាកលៈទេសៈមួយដែលឲ្យគាត់ចងចាំមិនភ្លេចនៅដូចថាសវៈភ័យផងអផងហ្នឹងបាទហ្នឹង ចាអរគុណច្រើនចុះលោកសុធាវិញរឿងទីប្រហែល ខ្ញុំមានអីលើពីទី3ទេកន្លងផុតប៉ុណ្ណេះហើយទៅតែយករួចខ្លួនសិនហើយ ចាអរគុណសម្រាប់ការទូទាយរបស់ដួងតារាទាំង3ដួងក៏ដូចជាចាដៃគូទាំងខ្ញុំលោកសុធាចាំមើលថាតើការជ្រើសរើសរបស់គាត់ទាំង4រូបចាមួយណាដែលទូទាយត្រូវដូច្នេះនៅក្នុងពេលនេះសូមឲ្យបងស្រីបង្ហាញថាតើរឿងមួយណាដែលបងអស់សំណាច់ខ្លាំងជាងគេ ចាអស់សំណើចខ្លាំងជាងគេនោះគឺខ្លាចងាប់តែម្ដង ខ្ញុំបានមួយបន្ទូ ឥឡូវខ្ញុំសួរអ្នកទាំងអស់គ្នាតើអ្នកណាដែលមិនខ្លាចស្លាប់ចា ខ្លាចទាំងអស់ចាំមកថា ហើយមកឲ្យសើចមិនបើមនុស្សកម្ពស់ណាណៃប៉ុណ្្នឹងតម្រៃអីហ្នឹងគួយឲ្យកន្លងផុតហើយនេះខ្ញុំគីឡូតែ47ទេ បាទ ស្គម បាទ ដៃជើងវិញដល់ជើងបបែកហ្នឹងឲ្យកន្លងជើងគាត់ផុតកន្លងខ្លួនគាត់ផុតឲ្យគាត់អង្គុយនេះ បាទ ចាលែអត់មានគិតថាកន្លងទៅឬក៏ខ្លាច់បាបឬក៏ខ្លាច់ខិចដៃខិចជើងឲ្យអត់ទេពេលហ្នឹងគេថារត់តែបធោ បាទជាការពិតធម្មតាមនុស្សម្នាក់បើថាបងថាខ្ញុំមកឲ្យទៅលើទៅគាត់បែកគាត់តែប៉ុនភ្លាមមកចាក់ពុកវិញ្ញាណរបស់យើងហ្នឹងគឺផ្ដោតទៅលើមួយគឺយករត់រួចខ្លួនសិន គាត់បែកទេដើរសៅអស័យគ្រាន់គេថាទឹកក្តៅហ្នឹងគេចកងាប់ឲ្យខ្លាចលា ចាអរគុណណាស់យើងបានរកឃើញហើយដួងតារាដែលទូទាយត្រូវនៅក្នុងវគ្គនេះគឺដួងតារាទី3ចានៅក្នុងពេលនេះយើងសូមធ្វើការបូកសរុបពិន្ទុចាដល់ដួងតារាទាំង3ដួងតាំងពីវគ្គទី1រហូតដល់វគ្គចុងក្រោយនេះសម្រាប់ដួងតារាទី1ពិន្ទុសរុបគឺ2ពិន្ទុ តែដួងតារាទី2ពិន្ទុសរុបគឺ0ពិន្ទុ ដួងតារាទី3ពិន្ទុ1ពិន្ទុ បាទដូច្នេះដួងតារាដែលបានជាប់ជ័យលាភីនៅក្នុងរាត្រីនេះគឺដួងតារាទី1បាទឃើញថាគាត់ប្រកែក្នុងការចាប់យកនៅអ្វីដែលជាកន្លឹះក៏ដូចជាចំណាប់អារម្មណ៍របស់តារាកិត្តិយសយើងនៅក្នុងត្រីនេះហើយគាត់បានទទួលជ័យលាភីនៅក្នុងត្រីនេះបាទនៅពេលបន្តិចទៀតលោកអ្នកនឹងបានជួបជាមួយនឹងការសម្ដែងរួមគ្នារវាងដួងតារាទាំងពីរដួងដែលវគ្គនេះនាំមកជូនទស្សនាដោយមន្ទីរព្យាបាលថ្មិញដួងសិត មន្ទីរព្យាបាលថ្មិញដួងសិនមានតនបដិទ្ធមានបទពិសោធន៍យូរឆ្នាំមានក្រុមសិលធម៌ល្អបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានដកថ្មិញដាក់ថ្មិញពុតថ្មិញដាំបង្គោលក្នុងឆ្អឹងនិងធ្វើថ្មិញឲ្យសមន្ទីរព្យាបាលថ្មិញដួងសិនមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយា សូមមកកើនស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងមន្ទីរព្យាបាលថ្មិញដួងសិត ជាបន្តសូមអញ្ជើញទស្សនាការសម្ដែងរួមគ្នារបស់ដួងតារាជ័យលាភីនិងតារាកិត្តិយស